iPad តម្លៃ$100ជាងគឺមាន stock វិញណាបងប្អូនទាំងគ្នាប្រភេទពួកអីវ៉ាន់ចេះបើសិនខ្ញុំតម្លាក់វីដេអូទៅគឺអត់យូរទេគឺតែមួយ plate គឺដឹងតែអស់អីវ៉ាន់ហ្មងសម្រាប់ប្រភេទពួក iPad តម្លៃ$100ជាងនេះគឺប្រភេទពួក iPad 5បងប្អូនទាំងគ្នាហើយប្រភេទនេះគឺប្រភេទពួក SIM Wi-Fi ទៀតណាហើយខ្ញុំមិនមែនមានតែ iPad 5ទេបងប្អូនទាំងគ្នាខ្ញុំមាន iPad 6 iPad 7 iPad 8ទៀតនិយាយទៅមានឡើង4ជំនាន់ប៉ុន្តែសម្រាប់ប្រភេទពួក iPad 5នេះបងប្អូនទាំងគ្នាវានៅរត់លើ version 16អញ្ចឹងគ្រប់ app ទាំងអស់គឺនៅ support ទាំងអស់បងប្អូនទាំងគ្នាហើយសម្រាប់ប្រភេទពួកតម្លៃ$100ស្ដាងនេះគឺមាន SIM Wi-Fi ទៀតប្រភេទ SIM Wi-Fi ទៀតអញ្ចឹងបងប្អូនយកទៅប្រើគឺប្រើ SIM ក៏បានគឺប្រើ Wi-Fi ក៏បានហើយខ្ញុំបញ្ជាក់អានេះរត់នៅលើ version 16គឺ version ខ្ពស់មែនតើបើសិនបងប្អូនចង់បានសេរីលើហ្នឹងខ្ញុំក៏មានដែរប្រភេទពួក iPad 6អានេះគឺវារត់បានដល់ version 17អញ្ចឹងណាហើយសម្រាប់តម្លៃក៏អានេះវាថ្លៃជាងប្រភេទពួក iPad 5តិចដែរនិយាយទៅតម្លៃវាដេញពីសេរីទាបទៅសេរីខ្ពស់ប៉ុន្តែគ្រាន់ថាតម្លៃវាល្បាក់ប្រហែលជា$100ជាងទេអញ្ចឹងសម្រាប់បងមានតម្រូវការ iPad 5 iPad 6 iPad 8 iPad 7គឺអាចតាក់ទងមកពួកខ្ញុំបាន stock គឺពួកខ្ញុំមានតិចខ្លាំងមែនតើអញ្ចឹងបងប្អូនរៀងធ្វើតិចមកព្រោះ storage ក៏មានចម្រើសតិចដែរមាន 32G ខ្លះទៅហើយមាន 128G ខ្លះដែរអញ្ចឹងសម្រាប់បងដែលគាត់ចង់បានចម្រើស storage ធំអាចមករៀងលឿនរៀងមុនគេបន្តិចទៅមានចម្រើសសម្រាប់បងបើសិននៅ rare គឺអត់មាន stock សម្រាប់បងទេដោយបញ្ជាក់អញ្ចឹង stock មានតិចខ្លាំងមែនតើមានប្រហែល10គ្រាប់ទេហើយខ្ញុំបញ្ជាក់បងប្អូនអ្នកគ្នា iPad នេះបងប្អូនយកជាប្រភេទ iPad តេក៏បានយកជា set ក៏បានដែរជា set មានន័យថាយក iPad screen cache និងសាកឬក៏ចង់យក iPad only ក៏បានដែរអញ្ចឹងសម្រាប់បងដែលគាត់មានតម្រូវការណាវឺតយូរខ្ញុំមានម្ដងឯងពួក iPad តម្លៃ100ជាងនេះគឺលឿនមែនតើដាក់ភ្លាមដឹងតែអស់ភ្លាមហ្មងអូខេអរគុណបងប្អូនទាំងអស់គ្នា